បន្ទាប់ពីភ្លើងព្រៃឆេះរួចហើយមានភ្លៀងធ្លាក់3 4មេប្រង់ក៏ចាប់ផ្ដើមលូតលាស់ឡើងវិញចេញផ្កាចេញផ្លែមើលទៅគឺស្អាតប្លែកភ្នែកបងប្អូនប្រង់គឺជារុក្ខជាតិមួយយ៉ាងដែលធន់នឹងអាកាសធាតុក្តៅធន់នឹងភ្លើងព្រៃបើទោះបីជាមានភ្លើងព្រៃឆេះល្មមក៏មិនអាចធ្វើអីវាបានដែរវានៅតែអាចរក្សាជីវិតវាបានបន្ទាប់ពីភ្លើងព្រៃដែលបានឆាបឆេះនៅតាមជើងភ្នំរលត់ទៅវិញយើងឃើញគល់ប្រង់ទាំងអស់ដែលបានឆេះហ្នឹងប្រៀបបីដូចជាគល់ឈូងមួយដុំអញ្ចឹងឡើងខ្មៅដល់តែពេលយើងយកដៃទៅញីពីលើសបកបានដឹងថាវាឆេះរលតែសបកខាងក្រៅតែប៉ុណ្ណោះដោយឡែកសាច់ខាងក្នុងគឺมันមានបញ្ហាអ្វីទាំងអស់វាពិតជាអស្ចារ្យមែនទែនហើយនេះជាមូលហេតុដែលវាអាចរស់ដល់អាយុរាប់រយឆ្នាំបើសិនជាមនុស្សមិនទៅបំផ្លាញវាបងប្អូនខ្ញុំបានឃើញមួយទៀតបងប្អូននេះស្អាតបងប្អូននេះបងប្អូននេះមើលនេះបងប្អូនអានេះគឺផ្លែប្រង់បងប្អូននេះបងប្អូនឃើញទេនេះស្អាតណាស់ហើយនៅតំបន់ទាំងអស់នេះគឺសម្បូរទៅដោយដើមប្រង់បងប្អូនហើយដើមប្រង់នេះគឺមិនចេះតែមានគ្រប់កន្លែងទេប៉ុន្តែបច្ចុប្បន្ននេះយើងឃើញគេដាំបានច្រើនដែរនៅតាមស្ថានភាពនៅតាមក្រុងអីគឺឃើញមានច្រើនក៏ប៉ុន្តែវាមិនសូវល្អដូចនៅតាមតំបន់ដែលវាដោះលូតលាស់ផ្ទាល់ពីធម្មជាតិវាទេហើយឥឡូវនេះគឺយើងឃើញថាវាកំពុងតែដើមខ្លះមានផ្កាដើមខ្លះក៏មានផ្លែកំពុងតែក្តឹបមើលទៅគឺស្អាតមែនទែនហើយបើយើងមើលផ្លែវាទំនងថាគួរឲ្យញ៉ាំទៅឆ្ងាញ់ហ្នឹងបងប្អូនផ្លែវាដូចជារៀងទៅនឹងផ្លែលម៉ើផ្លែវាកញ្ចុំស្អាតមែនទែនចេញមកពីគល់ពីខាងក្រោមធៀងជុំវិញដើមវាហ្នឹងមើលទៅគឺស្អាតប្លែកភ្នែកហើយខ្ញុំសូមបញ្ជាក់បងប្អូនថាដើមប្រង់នេះគឺកម្រនឹងយើងជិះជួបណាស់បើថាយើងជិះតាមតំបន់ភ្នំហ្នឹងយើងអាចជួបបើថាយើងជិះតាមភូមិគឺមិនងាយឃើញមិនងាយជួបទេខ្ញុំក៏ថតចែកជូនពុកម៉ែបងប្អូនដើម្បីទស្សនាឲ្យបានស្គាល់ឲ្យបានឃើញឲ្យដឹងថានេះគឺជារុក្ខជាតិប្រង់រុក្ខជាតិខ្មែរយើងអ្នកខ្លះគាត់នៅតំបន់ទីក្រុងគាត់នៅតាមខេត្តតាមស្រុកគាត់មិនដែលឃើញសឹងថាមិនដែលជួបប្រទេសក៏មានដែរប៉ុន្តែនៅចការខ្ញុំនេះគឺយើងឃើញមានច្រើនមែនតើនៅក្បែរជើងភ្នំដែលវាមើលទៅគឺជារុក្ខជាតិមួយដែលកម្រហើយដើមប្រង់នេះបងប្អូនវាធន់មែនតើធន់ជាមួយនឹងភ្លើងឆេះត្រឹមតែភ្លើងល្មមមិនអាចធ្វើអីវាបានទេវាគ្រាន់តែឆេះស្រោបអាសម្បកខាងក្រៅទេតែដើមខាងក្នុងវាគឺនៅធម្មតាពេលដែលត្រូវទឹកភ្លៀងឯណាលាស់មកឯហ្នឹងចេញផ្លែចេញផ្កាអញ្ចឹងដើមប្រង់នេះមួយគឺអាយុកាលវាអាចរស់បានរាប់រយឆ្នាំហ្នឹងបងប្អូនមិនធម្មតាណាមើលពីលើទៅស្អាតមែនតើបងប្អូនហើយដូចទិសតែ8ពណ៌វិញឡើងខៀវខ្ចីស្រស់អំប្រងតែម្ដងនៅក្នុងវីដេអូនេះខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាទាក់ទងនឹងពណ៌វីដេអូនេះបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំពេញចិត្តនៅពណ៌នេះមែនទែនមើលទៅគឺវាត្រជាក់ភ្នែកស្រស់ស្រាយបើនិយាយចំគឺពណ៌ដែលស្រស់ស្រាយមើលទៅមានន័យថាដូចស្រស់ថ្លាចេញមកគឺលក្ខណៈធម្មជាតិបែបស្រស់អំប្រងអញ្ចឹងស្អាតមែនទែននេះបន្ទាប់ពីភ្លៀងហើយបងប្អូនបន្ទាប់ពីយើងវាឆេះភ្លើងហើយដល់ពេលមានភ្លៀងទៅវាក៏ចាប់ដើមលូតលាស់ត្រួយចេញមកពណ៌ឡើងស្រស់អំប្រងមើលទៅគឺបែបធម្មជាតិលក្ខណៈថាតាមព្រៃភ្នំខៀវខ្ចីអញ្ចឹង